លោកជាតាឆ្នាំខាលរាសីឆ្នាំនេះឃើញថាល្អប្រសើរមានន័យថាមានលៀបមានកិត្តិយសនិងមានដំណឹងល្អបើអស់លោកអ្នកបើកហាងមុខរបររកស៊ីនៅក្នុងឆ្នាំនេះចំនួនជួញប្រែនឹងបានប្រសើរជាការគប់អស់លោកអ្នកចង់ទិញផ្ទះទិញដីទិញធ្លីឬមួយក៏អស់លោកអ្នកចង់បរិច្មុខរបរអ្វីមួយចូលអស់លោកអ្នកបើកនៅក្នុងឆ្នាំនេះចោះហើយគេលោកគ្រូនឹងខមមិនឲ្យបើកនៅក្នុងខែបើកនៅក្នុងខែ7ខែ8នឹងបានផលល្អនឹងមានលៀបចូលមកពីទីចិត្តទីឆ្ងាយឬមួយក៏លៀបចូលមិនមានឬមួយក៏មានលៀបចូលឬមួយក៏មានទ្រព្យរបស់ចូលមកនៅក្នុងខែ7ខែ8ហ្នឹងហើយរីអ្នកដែលមិនទាន់មានគូនៅក្នុងខែ7ខែ8ហ្នឹងគឺដល់គូហើយអ្នកដែលឆ្នាំខាលហ្នឹងនឹងបានជាគូគប់មកហើយចាប់ដៃគ្នារកស៊ីចម្រុងចម្រើនណាអ្នកដែលឆ្នាំខាលហើយអ្នកដែលឆ្នាំខាលនេះលោកគ្រូបញ្ជាក់ឲ្យប្រាប់ឲ្យប្រយ័ត្នបន្តិចខែ5ខែ6នឹងមានបញ្ហាប្រយ័ត្នបើមានកូនចៅប្រយ័ត្ននឹងមានរឿងខូចខាតឬមួយក៏កូនចៅនាំទុកនាំទោសឬមួយក៏កូនបើជាពិសេសកូនបង្កើតកូនក្មួយប្រយ័ត្នមានជំងឺដង្កាត់បៀតបៀននៅក្នុងខែ5ខែ6នេះណាឲ្យបើសិនជាកូនបង្កើតឬមួយក៏កូនក្មួយកូនអីហ្នឹងឲ្យមានការប្រុងប្រយ័ត្នបន្តិចឬមួយក៏កូនក្មួយឬមួយក៏កូនចៅក្រមបង្គាប់បញ្ជាហ្នឹងអាចនាំទុកនាំភ័យឲ្យយើងនឹងមានការខាតបង់លុយកាក់ទ្រព្យសម្បត្តិណាខែ6ខែ5ខែ6ហ្នឹងព្រីឯខែ9ខែ9ប្រយ័ត្នមែនតែនប្រយ័ត្នបាត់មានន័យថាមានបាត់បង់កិត្តិយសដោយសារខ្លួនយើងណាប្រយ័ត្នពាក្យសម្ដីបន្តិចកុំជួយយកអាសាគេណាប្រយ័ត្នមានរឿងរ៉ាវឆ្លោះគ្នាប្រយ័ត្នបាត់បង់កិត្តិយសឬមួយក៏មានរងសម្ពាធផ្លូវចិត្តប្រយ័ត្នមានការឆ្លោះទាស់ទែងគ្នាណានៅក្នុងខែ9ហ្នឹងខែ9ហ្នឹងចូលមកដល់ខែ10ក៏មានការប្រុងប្រយ័ត្នបន្តិចណាប្រយ័ត្នដោយសារការមិត្តភ័ក្តិដែលគេមកពឹងពាក់យើងឬមួយក៏មិត្តភ័ក្តិមកពីឆ្ងាយឬមួយក៏គេប្របួរយើងទៅឆ្ងាយចូលប្រុងប្រយ័ត្នបន្តិចនៅក្នុងខែ10នោះណាប្រយ័ត្ននឹងនាំមានការបាំងខាតឬមួយក៏មានភាពស្មុគស្មាញឬមួយក៏មានការបាត់បង់ទ្រព្យរបស់ឬមួយក៏អន្តរាយទ្រព្យដោយសារជួយយកអាសាគេនៅក្នុងខែ10នោះប្រយ័ត្នឲ្យមែនតែនហើយនៅក្នុងខែ10នេះបើសិនជាអស់លោកអ្នកចង់ប្រាថ្នាចេញទៅក្រៅប្រទេសឬមួយក៏ចាក់ចេញទីឆ្ងាយទីទៅឆ្ងាយឬមួយក៏ផ្លាស់ប្ដូរកន្លែងការងារកន្លែងរស់នៅក្នុងខែ10ហ្នឹងនឹងបានផ្លាស់ប្ដូរណាប្រយ័ត្នចូលដល់ខែ11ខែ12ខែ11នេះនឹងបានលៀបមធ្យមចូលមកប៉ុន្តែមានឧបសគ្គបន្តិចមានលៀបមានជ័យតែមានឧបសគ្គនិងមានការហត់នឿយបើប្រឹងនឹងបានផលខ្លះណានៅក្នុងខែ11ចូលដល់ខែ12នេះចូលមានការប្រុងប្រយ័ត្នបន្តិចប្រយ័ត្នមានគ្រោះអត្តបាតកើតឡើងឬមួយក៏រោគព្យាធិបៀតបៀនទៅលើប្រពន្ធឬមួយក៏មានមនុស្សស្រីមកបៀតបៀនយើងធ្វើឲ្យយើងមានបញ្ហាអញ្ចឹងបើជាងជាតាលេខនេះជាតារបស់មនុស្សប្រុសគួរតែប្រយ័ត្នមនុស្សស្រីបើមនុស្សស្រីគួរតែប្រយ័ត្នមនុស្សប្រុសគឺភេទផ្ទុយគ្នានិយាយឲ្យខ្លីប្រយ័ត្ននាំបញ្ហាឲ្យយើងមានការខាតបង់នៅក្នុងខែ12ចូលដល់ខែ1ខែ2ខែ3គឺមិនល្អទេរាសីណានៅក្នុងខែ1ខែ2នេះលេខយើងគឺគេហៅថាមានជំងឺដង្កាត់បៀតបៀនឬមួយក៏មានការខូចខាតបាត់បង់អ្វីមួយអញ្ចឹងចូលប្រុងប្រយ័ត្នបន្តិចបើសិនជាយល់ល្អនៅក្នុងខែ12ខែ11ខែ10នៅក្នុងខែ10នេះណាគួរតែស្រោចទឹកដំដោះគ្រោះឬមួយក៏តម្លើងរាសីឲ្យហើយដើម្បីទប់កុំឲ្យមកចូលមកដល់ខែ1ខែ2នេះណាលេខហ្នឹងខែ3ហ្នឹងអញ្ចឹងលេខជាតាមនុស្សឆ្នាំខាគឺអន្តរាយអ្វីដែលធ្វើឲ្យយើងអន្តរាយបានគឺដោយសារដែលយើងជួយយកអាសាទី1មិត្តភ័ក្តិជួយយកអាសាគេឬមួយក៏ស្ដាប់តាមគេដោយមិនមានការពិចារណាអញ្ចឹងជាពិសេសខ្ញុំលោកគ្រូបានបញ្ជាក់ថាបើចង់ធ្វើអ្វីមួយគួរតែប្រយ័ត្នប្រយែងមែនតើជាពិសេសអ្នកដែលយើងស្គាល់នឹងមុននឹងចង់សម្រេចចិត្តធ្វើអីគិតឲ្យបានច្បាស់សិនបើមិនចង់មានការខាតបង់ណាបាទសូមអរគុណមកមានអ្វីបន្ថែមអ្នកឆ្នាំខាល
បាទលោកតេតងជាមួយអ្នកឆ្នាំខាវឃើញថារិស័យឆ្នាំនឹងល្អប្រសើរហើយអាចប្រកបអនពោហាចាប់ដើមអាជីវកម្មអីផ្សេងបានមិនអញ្ចឹងតេតងជាមួយរបរដែលគាត់កើតបានតែយូវៀនរបរណាខ្លះតែគាត់គូតែចាប់ដើម មនុស្សដែលឆ្នាំខាមុខរបរដែលអាចបង្កើតបានហ្នឹងទី1ការបញ្ហាបើធ្វើការងារពាក់ព័ន្ធនឹងមន្ត្រីយោធាឬគឺមកតាហ៊ានអញ្ចឹងជាដើមឬមួយក៏បញ្ហាការងារអ្នកជាអ្នកដឹកជញ្ជូនឬមួយក៏អ្នកលក់ខុនដូឬមួយក៏គក់ជេរដីជាដើមឬមួយក៏អ្នកនិយាយទៅគក់ជេរអ្នកជឿងសាអញ្ចឹងទៅណាឬមួយក៏តំណាក់តំណងអីផ្សេងនឹងបានប្រសើរនឹងសម្រាប់អ្នកចាំខាវអញ្ចឹងគាត់គួរតែចាប់បុករបរទៅរកស៊ីជាមួយនឹងមនុស្សឆ្នាំណាក៏តែនាំលៀបឲ្យគាត់តែនាំលៀបនោះឆ្នាំខាលគឺមានទី1ឆ្នាំថោះមួយសាញ់ឆ្នាំចបានឆ្នាំបាន3ឆ្នាំហ្នឹងដែលអាចឧបត្ថម្ភឲ្យគាត់មានលៀបមានជ័យហើយឆ្នាំដែលមិនគួរឲ្យគាត់សែបគប់នោះអ្នកដែលឆ្នាំខាលនោះឆ្នាំរូងឆ្នាំមមែឆ្នាំវកឆ្នាំរកានៅក្នុង4ឆ្នាំនេះគួរឲ្យគាត់ប្រុងប្រយ័ត្នបន្តិចមិនគួរអ្នកឆ្នាំខាលនឹងសែបគប់ទេតែកាលណាសែបគប់ច្រើនតែបើថាល្អក្បាលដំបងច្រើនតែក្រោយឡើងឲ្យទប់ឲ្យទោសនឹងមានការខែបង់នឹងមានការចោតប្រកាន់គ្នាទៅវិញទៅមកចឹងឯងធ្វើឲ្យ business ធ្លាក់ចុះឬមួយការងារមានបញ្ហាហ្នឹងឯងមកមានអីបន្ថែមបាទអញ្ចឹងតកតងជាមួយនឹងរបស់ប្រើប្រាស់តកតងជាមួយនឹងពណ៌របស់យើងវិញថាតើយើងគួរតែប្រើ 4A ដើម្បីវាលើករិស័យកាន់តែខ្លាំងជាងមុនទៅទៀតពណ៌ដែលល្អបំផុតសម្រាប់អ្នកឆ្នាំខាទី1គឺពណ៌ស៊ីលៀបទី2គឺពណ៌ទឹកប៊ិចទី3នោះបើយើងអត់បានក៏អត់បើសិនជាអត់មិនបានក៏ប្រើចោះពណ៌លឿងប៉ុន្តែលោកគ្រូក៏មិនឲ្យប្រើពីរពណ៌ឲ្យខ្លាំងទី1ពណ៌ស៊ីលៀបទី2ពណ៌ទឹកប៊ិចគួរតែប្រើប្រចាំដូចជាត្បូងពណ៌ទឹកប៊ិចត្បូងគៀនក្តីត្បូងបតងខ្សែកក្តីធ្វើម៉េចឲ្យមានជាប់នៅនឹងខ្លួនណាដើម្បីជួយ support រាសីយើងរាល់ពេលរាល់វេលាហើយលោកគ្រូប្រាប់មិនមែនថាយើងផ្លាស់ប្ដូរពណ៌ហ្នឹងហើយឆ្នាំក្រោយទៅផ្លាស់ប្ដូរពណ៌ផ្សេងអត់ទេក្បួនបុរាណខ្មែរយើងគឺមើលចំណុចអ្វីដែលជាចេតាធំរបស់មនុស្សម្នាក់តែម្ដងអញ្ចឹងពណ៌នេះគឺមិនមានការផ្លាស់ប្ដូរទេណាអ្នកដែលឆ្នាំខាលហ្នឹងមកមានអីទៀតចឹងទៅតកតងជាមួយនឹងថ្ងៃដែលក៏សម្រាប់គាត់បើកខាងរបររកស៊ីអាជីវកម្មរបស់គាត់ហ្នឹងតើថ្ងៃណាប៉ះដែលល្អតែគួរតែជាថ្ងៃទីសម្រាប់គាត់ណាថ្ងៃពុធហើយនឹងថ្ងៃសុក្រពីរថ្ងៃហ្នឹងគាត់ល្អណាស់អ្នកឆ្នាំខាថ្ងៃពុធថ្ងៃសុក្រនេះធ្វើចុះហើយបើចង់បានល្អមែនតែនចូលទៅមើលវីដេអូដែលលោកគ្រូបាននិយាយមុនលោកគ្រូបានបញ្ជាក់ពីម៉ោងសម្រាប់នៅម៉ោងណាល្អសម្រាប់ថ្ងៃណាថ្ងៃនេះហើយអញ្ចឹងឃើញថាល្អជាងគេសម្រាប់ថ្ងៃខាងហ្នឹងគឺថ្ងៃពុធថ្ងៃសុក្រហើយបើចង់សូត្រមន្តប្រសិទ្ធិតម្លើងស័ក្តិតម្លើងយោះឬមួយក៏តម្លើងអាសនៈឬមួយក៏រៀបចំពិធីបែបបន់សន់យកថ្ងៃសៅរ៍នឹងគឺថ្ងៃដែលល្អឲ្យបួងសួងបែបបន់អ្នកដែលឆ្នាំខាគឺបានផលប៉ុន្តែលោកគ្រូបញ្ជាក់ណាថ្ងៃនេះថ្ងៃល្អមែនប៉ុន្តែនៅម៉ោងល្អទៅទៀតម៉ោងល្អលោកគ្រូបានបញ្ជាក់នៅក្នុងវីដេអូមុនហើយចូលទៅមើលក្នុង page លោកគ្រូឃើញម៉ោងល្អទាំង7ថ្ងៃហ្នឹងបាទមកមានអីទៀតបន្ថែមបាទលោកគ្រូតកតងជាមួយនឹងថ្ងៃយាមដែលកាច់មើលវីដេអូមុនអញ្ចឹងតកតងជាមួយនឹងពណ៌វិញទៅពណ៌តើពណ៌ណាជាពណ៌នាំលៀបសម្រាប់ពណ៌សម្រាប់នៅឆ្នាំខាគឺពណ៌ស៊ីលៀបហើយនិងពណ៌ទឹកប៊ិចគួរតែប្រើប្រចាំឲ្យមានដូចជាត្បូងរ៉ែធម្មជាតិអញ្ចឹងទៅដូចជាគុជពណ៌បៃតងក៏បានឬមួយក៏ពណ៌ហ្គិចពណ៌អីហ្នឹងយកមកប្រើមកអាហ្នឹងនឹងមានលៀបមានជ័យសម្រាប់តែអ្នកឆ្នាំខាលហើយលោកគ្រូបញ្ជាក់ពណ៌មិនមែនពាក់ដូចឆ្នាំហ្នឹងឆ្នាំក្រោយទៅដូរពណ៌ផ្សេងអត់ទេគឺពណ៌ដែលនេះគឺចេញពីឆ្នាំរបស់យើងហ្មងគឺយើងពាក់ប្រើប្រចាំតែម្ដងអត់មានទៅដូរពណ៌នេះឆ្នាំក្រោយទៅដូរពណ៌នោះអត់ទេគឺពាក់រហូតអានោះសម្រាប់តែអ្នកឆ្នាំខាលហើយបើចង់ដឹងព័ត៌មានលម្អិតណាតម្លាក់ថ្ងៃកំណើតខែកំណើត
ឆ្នាំកំណើតមកលោកគ្រូនឹងមើលលំអិតឲ្យណាបញ្ជាក់មកមានអីទៀត បាទចុងក្រោយដូចទៀតកាក់តងជាមួយនឹងលេខនំលៀមវិញទៅថាតើបាក់គួរប្រើលេខណាជាមួយនឹងលេខទូរស័ព្ទលេខកុងធនាគារឬក៏លេខផ្សេងទៀតដែលគាត់ត្រូវការប្រចាំថ្ងៃហ្នឹង ប្រើប្រាស់ប្រចាំថ្ងៃលេខដែលល្អសម្រាប់គាត់ហៅតែលេខសំណាងលេខ1ទី1លេខ4ទី2នោះលេខ6ណាអាហ្នឹងជាលេខល្អសម្រាប់របស់គាត់ហើយដែលលេខដែលយើងអាចយកមកជាដៃជាជើងបាននោះគឺលេខ2និងលេខ7អាហ្នឹងគ្រាន់តែ 50% ប៉ុន្តែលេខ4ហើយនិងលេខ6គឺ 100% សម្រាប់ល្អអញ្ចឹងមានន័យថាបើចង់ប្រើលេខទូរស័ព្ទឧទាហរណ៍បើកងងកញ្ចក់យកលេខ4ក្បាលលេខ4កតុយឬមួយក៏លេខ6ក្បាលលេខ6កតុយហើយអាលេខដែលនៅកណ្ដាលយើងអាចដាក់លេខ4ក៏បានលេខ2ក៏បានលេខ7ក៏បានចូលដែរអាហ្នឹងគឺសិតតែជារឿងល្អរបស់គាត់ហើយ បាទអរគុណតេតោជាមួយនឹងសំណួរចុងក្រោយតើគាត់គួរតែមានកិច្ចពិធីអីតាពីព្រោះមើលទៅតាមវិស័យរបស់គាត់ក៏មានកន្លែងមានបញ្ហាបែកបាក់យកអាសាគេមានគិតស្មុគស្មាញអីជាដើមហ្នឹងតើគាត់គួរតែធ្វើអីខ្លះក្នុងឆ្នាំ2023យ៉ាងណា នៅក្នុងឆ្នាំ2025នេះយល់ល្អបើគាត់ឲ្យប្រយ័ត្នមែនតើនៅក្នុងខែ9ចាប់ទៅខែ9ខែ10ហ្នឹងឲ្យគាត់សូត្រមន្តរំដោះគ្រោះឬមួយក៏ស្រោចទឹករំឡើងរាសីចេញនៅក្នុងខែ9ខែ10ហ្នឹងធ្វើកិច្ចម្ដងទៅហើយនៅក្នុងខែ12ចាប់ផ្ដើមខែ12ឬខែ1ឲ្យគាត់ស្រោចទឹកម្ដងទៀតដើម្បីឲ្យអស់គ្រោះពីព្រោះគ្រោះគាត់ធំចង់ធ្ងន់ជាងគេគឺចុងឆ្នាំឬមួយក៏អាចនិយាយបានគួរតែដើរចេញទៅពីផ្ទះឬមួយក៏យើងធ្វើលែងសัตว์ដើម្បីរំដោះគ្រោះយកសัตว์ចាបទី1ទី2និងសัตว์ត្រីទី3ឬមួយក៏អណ្ដែតកាធាយដើម្បីចំនួនឆ្នាំខាលចំនួន8ក្បាលដើម្បីយើងបលែងឲ្យឧបកិច្ចរំដោះគ្រោះនំទៅឲ្យបែរមុខទៅទិសឦសាននឹងបានផលជាទីគប់របស់គាត់ហើយនឹងរួចទុកហើយយើងឧបដិកទៅណាឧបកិច្ចតាមការចេះតាមការចាំយល់ឃើញទៅគ្រោះដេកគ្រោះដើរគ្រោះកាច់គ្រោះពីអតីតគ្រោះអីផ្សេងៗហ្នឹងឲ្យបរវាសទៅតាមសัตว์ហ្នឹងទៅហើយក៏សូមឲ្យសัตว์ហ្នឹងមានសេរីសូមឧបកិច្ចឲ្យយើងមានសេរីដែរតាំងចិត្តឲ្យមមអញ្ចឹងទៅនឹងបានផលហើយ បាទសូមអរគុណលោកគ្រូបាទអរគុណ